สุดท้ายกระบวนการนี้ในนี้ខ្ញុំសូមលើកលំហាត់វិជ្ជាក្នុងវិញ្ញាសាឆ្នាំ2025មកបញ្ចប់លំហាត់ប្រភេទនេះគឺជាប្រភេទលំហាត់ការទាំងពីរដោយតែបងប្អូនទាំងអស់គ្នាបានដឹងហើយរបៀបនៃការធ្វើលំហាត់ការទាំងពីរគឺយើងគ្រប់ទៅតាមគោលការណ៍របស់យើងគឺមានចំនួន4ចំណុចបាទចំណុចទី1គេឲ្យយើងត្រួតពិនិត្យទៅលើប្រយោគរបស់យើងរកវាថាជា past present ឬក៏ future ចំណុចទី2យើងត្រួតពិនិត្យទៅលើទម្រង់វាថាវាជាទម្រង់ active ឬក៏ passive ចំណុចទី3គឺយើងឆែកទៅលើបាទនិយមន័យហើយចំណុចទី4គឺឆែកទៅលើអត្ថន័យអញ្ចឹងដោយបងប្អូនទាំងអស់គ្នាបានដឹងពីរបៀបនៃការធ្វើលំហាត់ការទាំងពីររបស់យើងឥឡូវយើងសូមមកមើលវិញ្ញាសាយើងទាំងអស់គ្នាប្រធានរបស់គេឲ្យមក I was going to do the washing up but the machine ... ដើម្បីធ្វើលំហាត់ការទាំងពីររបស់យើងបានគឺយើងទី1គឺឆែកទៅលើប្រយោគនេះគឺហៅថាវាជា past present ឬក៏ future ដោយសារយើងបានឃើញពាក្យ was នេះគឺជាកិច្ចសព្ទនៅក្នុងអតីតកាលដូច្នេះយើងកំណត់បានប្រធានរបស់យើងហ្នឹងគឺជា past បន្ទាប់មកយើងត្រូវឆែកទៅលើទម្រង់ថាវាជា active ឬក៏ passive នៅក្នុងនោះគេចង់មានន័យថាឲ្យយើងកំណត់ចម្លើយនីមួយៗនេះតើវាចូលទម្រង់ active ឬក៏ passive ដើម្បីយើងកំណត់ទម្រង់បានតើយើងស្គាល់ប្រភេទកិច្ចសព្ទបាទចម្លើយមួយនេះអញ្ចឹងប្រភេទកិច្ចសព្ទនេះគេឲ្យឈ្មោះថាកិច្ចសព្ទ irregular verb កិច្ចសព្ទប្រែប្រួលពាក្យ break គឺជាកិច្ចសព្ទមួយនៅក្នុងខ្ទង់ verb 1បាទហើយទៅពេលវានៅក្នុងជា verb 2គេឲ្យវាចម្លែកវាទៅជា verb broke បាទជា verb 2តែពេល verb 3របស់វាគឺ broken បាទកិច្ចសព្ទនេះគឺជាប្រភេទកិច្ចសព្ទ irregular verb ហើយតោះមកយើងកំណត់មួយតើវាចូលប្រភេទទម្រង់ active ឬ passive កន្លែង machine នេះគឺជា subject អញ្ចឹងយើងបានចម្លើយ A មកគឺ subject បូកជាមួយនឹង broken គឺជា verb 3បើវាជា verb 3អញ្ចឹងកន្លែងហ្នឹងវាអត់មានទម្រង់ subject បូក verb 3ទេបាទនៅក្នុងទម្រង់ការទាំងពីរយើងគឺអញ្ចឹងយើងបាន no form បន្តមកទៀតយើងមើលចម្លើយ B គឺយើងបាន subject បូកឲ្យបាទពាក្យ break នេះគឺជា verb 1អញ្ចឹងយើងបាន subject បូក verb 1គឺជាទម្រង់ការ present simple ហើយតមកគឺចម្លើយ C យើងថាខុសតាមមាន S អញ្ចឹងអាស្រ័យទៅលើវិធីរបស់យើងជា singular subject ឬក៏ plural subject បើ singular ថែម S អញ្ចឹងយើងនៅតែបាន subject បូក verb 1បាទគឺជាទម្រង់ present simple ដែរមួយទៀតគឺចម្លើយ D រកនេះគឺជា verb 2យើងបានប្រធានបូកជាមួយនឹង verb 2គឺជាទម្រង់របស់ past simple តោះពីយើងបានកំណត់ទម្រង់ហើយនឹងឈ្មោះរបស់ចម្លើយមួយហើយយើងទៅផ្ទៀងផ្ទាត់ជាមួយនឹងប្រធានរបស់យើងគឺជា past អញ្ចឹងយើងទុកចម្លើយណាដែលជា past យើងទុកហើយចម្លើយណាដែលមិនមែនជា past វាអាចជា present ឬក៏ future ឬក៏ no form យើងចោលអញ្ចឹងយើងមើលចម្លើយ A គឺ no form យើងអត់យកទេគាត់ដាច់ហ្នឹងតោះមកគឺជាចម្លើយB present យើងអត់យកដែរតមកទៀតគឺចម្លើយ C present simple យើងអត់យកទេអញ្ចឹងនៅសល់ចម្លើយចុងក្រោយគឺpast simple ក៏ past simple អញ្ចឹងដូច្នេះចម្លើយ B នេះជាចម្លើយដែលត្រឹមត្រូវបាទបន្ទាប់ពីយើងបានធ្វើលំហាត់ការទាំងពីរយើងរួចរាល់ហើយក៏ខ្ញុំមាន homework មួយសម្រាប់បងប្អូនទាំងអស់គ្នាដើម្បីអនុវត្តបន្ថែមបាទអញ្ចឹងចំពោះវិញ្ញាសាឆ្នាំ2025ផ្នែកវិជ្ជាខ្ញុំបានរៀបចំបង្រៀនធ្វើជាវីដេអូឲ្យបងប្អូនទាំងអស់គ្នារួចរាល់ហើយសង្ឃឹមបងប្អូនទាំងអស់គ្នាបានទទួលបានផ្នែកនៃវិជ្ជានឹងបានដើម្បីអនុវត្តជាមួយនឹងលំហាត់ផ្សេងជាពិសេសសម្រាប់ពេលដែលយើងទៅប្រឡងបាត់នោះហើយវីដេអូក្រោយៗខ្ញុំចូលផ្នែកពាក្យម្ដងបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នេះទេសូមអរគុណច្រើន